OK សួស្តីបងប្អូនទាំងអស់គ្នាជាពិសេស team developer ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹង feature ថ្មីរបស់Laravel version 12អញ្ចឹងversion 12វា release នៅថ្ងៃទី24ខែ2 2025ថ្មីនេះដែរអូខេអញ្ចឹងវា support ទៅលើ PHP 8.2 ឡើងអញ្ចឹង minimum វាចាប់ពី 8.2 បាន support ដូច version 11ដែរអូខេអញ្ចឹងដើម្បីអាចតម្លើងវាបានយើងត្រូវទីមួយយើង check មើល PHP និង Composer version របស់យើងបន្ទាប់មកនឹង Laravel installer version អញ្ចឹងយើងនេះខ្ញុំមាន path របស់ខ្ញុំទេខ្ញុំ check ជាមួយខ្ញុំ check PHP version អូខេអញ្ចឹង PHP version ខ្ញុំ 8.2 តោះមកខ្ញុំមើល Composer version អូខេ Composer version ខ្ញុំ8.12 ហើយ PHP នេះ PHP ហើយវាឆែក Composer version វាបោះ PHP version ហើយនឹង Composer version ឲ្យទេពេលនេះថ្ងៃខ្ញុំ update ចុងក្រោយតោះមកយើងមើលទៅលើ Laravel version sorry សេខុសអូខេនេះ version នេះជា version ខ្ញុំ update រួចហើយអញ្ចឹងដើម្បី update វាយើងមាន comment update វាអញ្ចឹងការ update Composer មកយើងថែ save update នេះយើង update Composer ចំណែក update Laravel យើងចូលកន្លែង upgrade មកនេះ Composer Global Update Installer យើងត្រូវវាយ comment នេះដើម្បី update ទៅលើ Laravel installer version អូខេបើយើងអត់ update ទេយើងអត់អាចមើល new feed វាបានទេឥឡូវយើងចាប់ផ្ដើមដោយសារ version អស់ហើយខ្ញុំចាប់ផ្ដើមបង្កើត new អូខេតើខ្ញុំចូល starter kit នេះយើង update អូខេតោះមកយើងវាយ comment ដើម្បីបង្កើត new app អញ្ចឹងខ្ញុំដាក់ថា Laravel 12 app 1អូខេនៅក្នុងហ្នឹងក្រោយយើងមកវាឲ្យយើងយកប្រភេទជា none មានន័យថាវាបង្កើត package មកដោយអត់មាន include plugin ទេយើងអាច support React Vue និង Laravel ឥឡូវខ្ញុំយក Laravel អូខេកន្លែងនេះវាឲ្យយើងថា build-in authentication អញ្ចឹងយើងយកមក Laravel អូខេ wall យើងត្រូវការ use wall អត់ទេខ្ញុំអត់ត្រូវការ wall ចង់តាក់ទងមួយ testing framework យើងយក PES ឬក៏ PHP unit អញ្ចឹងខ្ញុំយក PES ខ្ញុំ type 0រងចាំបន្តិចកំពុងតែ download new package
ខេអញ្ចឹងកន្លែងនេះយើងចង់ build 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 ឲ្យហើយឬក៏យើងមិនទាន់ build បានប៉ុន្តែខ្ញុំយក build ឲ្យទៅព្រោះយើងចាំ run dev តាមក្រោយព្រោះនេះខ្ញុំចង់មក default របស់វាសិនតើតើមួយ node យើងគួរតែ version ចាប់ពី20ឡើង version node require 18ឡើងអញ្ចឹងសម្រាប់ node ខ្ញុំគឺ version 21អញ្ចឹង support node.js require ចាប់ពី version 18ឡើងអូខេឥឡូវដាន់ហើយយើង cd បញ្ជីវាមក12ធ្វើការបើក Visual Codeអូខេអញ្ចឹងខ្ញុំប្រើ database live ខ្ញុំមើលទៅក្នុង NV អញ្ចឹងយើងប្រើជាណាដែលយើងប្រើ SQL license ទៅចាំពេលដែលយើង run ជា production យើង connect ទៅ SQL server របស់យើងអញ្ចឹងយើងប្រើជា SQL license ដើម្បីក្នុងការ testing អូខេដូច version 11ដែរតែ version 11ទៅគឺយើងមិនអាចបង្កើត SQL license ដើម្បីអាច testing ដល់ពេលយើងដានហើយយើង migrate អូខេយើងក៏ migrate វាទៅជាយើង connect ទៅកាន់ MySQL server ទៅគឺយើង migrate ទៅគឺវាទៅហើយអូខេឥឡូវយើងអាច run test ខ្ញុំយក terminal អញ្ចឹងគេឲ្យយើងបើកហើយ cd មកយើង run composer run dev អូខេអញ្ចឹងខ្ញុំ run នៅក្នុងនេះតែម្ដងអូខេនេះយើង run មក composer run dev ហើយ enter ជាស្រ័យមិនសិនខ្ញុំថ្ងៃហ្នឹងរៀង slow តិចអញ្ចឹងវាយើងប្រើអូខេ y version 6.2អញ្ចឹងយើង run dev ដើម្បីយើងធ្វើការ develop តទៀតបច្ចេករបស់យើងអញ្ចឹងខ្ញុំសូម click មើលអូខេនេះជា new interface សម្រាប់ Laravel 12គឺលោកណៃអញ្ចឹងក៏យើងអាចមាន deployment ទៅលើ cloud របស់ Laravel ដែរ update ថ្មីមានអាច cloud យើងអាច deploy ទៅ cloud អញ្ចឹងខ្ញុំចូល register ដើម្បីបង្កើត user ថ្មីមួយអូខេនេះយើងមើលទៅថ្មី look new ខុសពី version 10អញ្ចឹងមើលទៅគឺណៃមែនតើ
ចឹងខ្ញុំបង្កើតទៀតទៅសម្រាប់ live សម្រាប់ live 2000សម្រាប់ live version 2000 version ថ្មីគឺវា version 3 គឺ smooth ដែរអញ្ចឹងយើងនៅក្នុងនេះមើលទៅយើងមាន dashboard របស់វាលោកណៃអញ្ចឹងខ្ញុំចូលទៅមើលមាន setting ជាប្រភេទsingle application ក៏យើងហៅថា SPA អូខេបាទខ្ញុំមាន appearance យើងអាចមើល light mode dark mode បាន system អូខេលោកណៃយើងអាចមើល document អីផ្សេងបន្ថែមអូខេនេះជា Relevant 12យើងអាចប្រើ dashboard default វាហ្មងលោកណៃយើងអាចយកនឹងធ្វើជា playground ហ្មងក៏បានដែរយើងប្រើ Tailwind version អូខេអរគុណខ្ញុំមានតែប៉ុណ្្នឹង